បងប្អូនxeបងប្អូននៅxeមកនេះខ្ញុំផ្សាយចេញពីភូមិព្រៃច័ន្ទបាទភូមិព្រៃច័ន្ទទេណាយើងអត់មានប្រជាជនទេណាយើងអត់មានប្រមូលផ្ដុំកម្លាំងដើម្បីមកប្រឆាំងជាមួយនឹងទាហានថៃអីទេបាទយើងអត់មានទេណាទង្វើរបស់ថៃកំពុងតែរំលោភលើច្បាប់អន្តរជាតិផងកំពុងតែរំលោភទៅលើបទជប់អញគ្នាផងបាទនេះឃើញហើយបាទវាសកម្មភាពបាទម៉ោងនេះគឺខ្ញុំបងប្អូនxeបងប្អូននៅxeម៉ោងនេះខ្ញុំផ្សាយចេញពីភូមិព្រៃច័ន្ទបាទភូមិព្រៃច័ន្ទនោះទាហានរបស់គេប្រដាប់ដោយអាវុធគ្រប់ដៃបាទយើងអត់មានទេប្រជាជនយើងអត់មានទេមានតែអ្នកកសែត